ប្រទេសអូស្ត្រាលីដើម្បីទៅទទួលសញ្ញាបត្រព្រោះខាងសាលាខ្ញុំរៀនកម្មវិធី Western Australia Curriculum ដោយសារតែម៉ាក់ខ្ញុំគាត់និយាយថាសាលាប៉ាម៉ាល្អរៀនឆាប់ចេះអញ្ចឹងទៅបើបូកបញ្ចូលភាសាបរទេសមួយទៀតខ្ញុំនឹងអាចជាខ្លាចជាសិស្សឆ្នើមខាងសាលាគឺយកទៅចិត្តដាក់ចំពោះក្មេងអញ្ចឹងហើយណាមួយគឺគាត់ផ្ដោតសំខាន់ទៅលើការសិក្សាផងក្មេងមកពួកខ្ញុំក៏ទឹកចិត្តបដូរឲ្យគាត់រៀននៅខាងនោះវិញអញ្ចឹងណាបងសម្រាប់ខ្ញុំផ្ទាល់បើសិនជាអាចគាត់គួរតែសាកខាងសាលាប៉ាម៉ាដែរព្រោះសាកខាងសាលាប៉ាម៉ាគឺមានមុខវិជ្ជាច្រើនជាពិសេសគឺបូកលេខរហ័សខ្ញុំពេញចិត្តបំផុតគឺវិន័យកត្តាទី2គឺបំណិនជីវិតចាព្រោះឯភាគច្រើនសាលាគឺគាត់រំលងអាបំណិនជីវិតហ្នឹងតែគាត់អត់យល់អាហ្នឹងបំណិនជីវិតហ្នឹងខ្ញុំចង់ឲ្យកូនខ្ញុំហ្នឹងមានសិលធម៌ក្នុងសង្គមមិនមែនធម្មតាចំណេះទេគឺសិលធម៌ការគាត់ដឹងខុសត្រូវហើយនឹងគាត់ស្គាល់ពេលវេលារបស់គាត់ច្បាស់ហើយសាលាគឺគាត់ពេលវេលាគាត់របស់គាត់គឺច្បាស់លាស់សាលាប៉ាម៉ានិយាយទៅគឺមានទីតាំងនៅខេត្តព្រះសីហនុហើយយើងបានបង្កើតនៅឆ្នាំ2021ដោយមានការគ្រប់គ្រងពីអាណាព្យាបាលយ៉ាងច្រើនដោយសារតែពីដំបូងយើងបើកជាលក្ខណៈទ្រង់ទ្រាយតូចទេបើកជាលក្ខណៈថ្នាក់បំពន់ក្រៅម៉ោងដូចជាគណិតខ្មែរនិងកម្មវិធីក្បាច់គិតលេខរហ័សតែក្រោយមកទៀតទើបយើងស្នើបើកសាលាជាផ្លូវការជាកម្មវិធីចំណេះដឹងទូទៅពេញម៉ោងមានថ្នាក់ជាតិនិងថ្នាក់អន្តរជាតិថ្នាក់ជាតិគឺយើងយកតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានបូកបន្ថែមកម្មវិធីពិសេសដូចជាមានម៉ោងកុំព្យូទ័រតាំងពីថ្នាក់ទី1ទៅមានកម្មវិធីក្បាច់គិតលេខរហ័សមានបញ្ចូលទៅកម្មវិធី brain scan ដែលគ្រាន់តែយើង scan ស្នាមក្រយៅដៃគឺយើងអាចដឹងទេពកោសល្យពីខួរក្បាលពីកុមារពីកំណើតដែលធ្វើឲ្យយើងងាយស្រួលក្នុងការបង្រៀនសិស្សទៅតាមទេពកោសល្យរបស់ក្មេងម្នាក់នេះសម្រាប់កម្មវិធីថ្នាក់ជាតិដោយឡែកកម្មវិធីថ្នាក់អន្តរជាតិគឺយើងបានយកកម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលីភាគខាងលិចដែលយើងហៅថា Western Australia កម្មវិធី SCASA ដែលកូនសិស្សដែលសិក្សានៅនេះមានលក្ខណៈពិសេសត្រង់ថាពេលដែលគាត់សិក្សានៅសាលាប៉ាម៉ាហ្នឹងគឺឈ្មោះគាត់គេ check ឃើញគោលបញ្ជីនៅក្រសួងអប់រំរបស់ប្រទេសអូស្ត្រាលីតែម្ដងរីឯសាលាប៉ាម៉ាក៏ដូចគ្នាដែរមានអាណាព្យាបាលមួយចំនួនគាត់ធ្វើតេស្តនៅប្រទេសអូស្ត្រាលីពេលគាត់ធ្វើតេស្តទៅខាងសាលានៅអូស្ត្រាលីគេតែនៅស៊ីដនីឯងគេ check មើលឃើញថាអូអ្នករស់នៅកំពង់សោមអញ្ចឹងគួរតែទៅរៀននៅសាលាប៉ាម៉ាសិនដើម្បីឲ្យចេះឲ្យមាំសិនចាំ apply មកខាងនេះព្រោះអីវាកម្មវិធីសិក្សាវា balance គ្នាមានន័យថាគាត់រៀននៅនេះឧមាថាគាត់រៀនចប់ថ្នាក់ទី5អញ្ចឹងគាត់ទៅបន្តនៅនោះអាចបន្តទៅថ្នាក់ទី6អូតូហ្មងអត់បាច់ចាំបាច់ធ្វើតេស្តឡើងវិញទេអញ្ចឹងហើយដែលនាំឲ្យកូនសិស្សរបស់យើងនេះគាត់រៀនបញ្ចប់ឆ្នាំសិក្សាហ្នឹងគាត់ទទួលបានសញ្ញាបត្រពីប្រទេសអូស្ត្រាលីដែលយើងទៅតែនាំមកដែលបងអូនបានឃើញមិញហ្នឹងចាពួកគាត់តូចទេដោយសារអីកម្មវិធីសិក្សាគឺ balance គ្នាស្មើគ្នាទទួលស្គាល់អញ្ចឹងហើយទៅធ្វើឲ្យកម្មវិធីសិក្សានៅសាលាប៉ាម៉ាហ្នឹងទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិគឺ full មានន័យថាវាទទួលស្គាល់គុណភាពហើយយើងទៅតែយកកម្មវិធីសិក្សាហ្នឹងទៅតែមួយឆ្នាំទេតែយើងឃើញថាកម្រិតនៃការសិក្សារបស់កូនសិស្សយើងហ្នឹងចាប់ផ្ដើមគឺកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់តែមិនដឹងហេតុអីបានអញ្ចឹងដោយសារតែលោកគ្រូអ្នកគ្រូទាំងអស់គាត់ជាជនជាតិបរទេសមែនតែមិនមែនជាជនជាតិបរទេសដែលអត់មានសញ្ញាបត្រគរុកោសលឬសញ្ញាបត្រអប់រំទេពួកគាត់ម្នាក់សុទ្ធតែមានបរិញ្ញាបត្រផ្នែកអប់រំហើយត្រូវបានធ្វើតេស្តដោយរដ្ឋាភិបាលរបស់អូស្ត្រាលីបើសិនជាគាត់ធ្វើតេស្តឲ្យអត់ជាប់ឬក៏គាត់ការបង្រៀនសាកល្បងរបស់គាត់ក្នុងរយៈពេល3ខែអញ្ចឹងគេរកឃើញថាអូគាត់អត់ដល់ស្តង់ដាររបស់គេគឺគាត់អត់អាចជាប់អត់អាចបរៀននៅសាលាប៉ាម៉ានឹងបានទេ